nè mà chắc lan mau nè sầm rùa cái nè mến mau nè ជំនុំចាប់ដើមចង់និយាយថាថ្ងៃបើខ្ញុំមានសិទ្ធិនិយាយរឿងនេះ because ទីមួយគាត់គឺជាឬមហាជនគឺមានន័យថាគាត់ like ល្បី and then everybody know គាត់ហើយគឺគឺគឺរឿងហ្នឹងគឺរឿង public រឿងហ្នឹងគឺនៅលើបណ្ដាញសង្គមដែលយើងអាចហកបាន like ណាគេក៏អាចដឹងពីរឿងនោះដែរហើយមួយទៀតគឺថ្ងៃនេះយើងអត់បានមកនិយាយយករឿងគាត់មាននិយាយទេគឺតែរឿងគាត់គឺ connect ទៅអ្វីដែលខ្ញុំចង់និយាយហើយវីដេអូនេះមិនមែនចង់សម្រាប់រិះគន់ទៅលើសាសនាណាមួយគឺបុគ្គលណាមួយគឺវីដេអូនេះគឺជាវីដេអូសម្រាប់វិភាគហើយនឹងនិយាយពីជំនឿបច្ជំនឿនិងបច្ចេកសាស្ត្រនេះមុនពេលដែលមានជំទាវមួយចំនួនមកប្តឹងខ្ញុំឆា so បើមិនទៅso ចឹងអ្នកនរគ្នាដឹងហើយថាមនុស្សយើងកើតមកគឺយកអបិយជំនឿមកតាមហ្មងការអត់ភ្លៀងគឺម៉ែឪធ្វើឲ្យប្រជាជនចេះអុជធូបចេះបន់ស្រន់ចេះ like ចេះខ្លាចខ្មោច and everything so it's like yeah we grow up with that we don't know what we don't like យើងអត់ដឹងតែវាប៉ិតអត់ឬក៏ប៉ុន្តែគ្រួសារយើងគឺជឿទៅលើហ្នឹងចឹងយើងត្រូវជឿដែរដូចខ្ញុំអញ្ចឹងខ្ញុំកាត់មកភ្លាមគឺខ្ញុំជឿភ្លាម like ខ្មោច and everything ហើយ even ស្បីតែឥឡូវដែលខ្ញុំគិតថាខ្លួនឯងឡើងជឿលើខ្មោចឡើងជឿលើ like no ឡើងជឿគាត់គិតថាខ្លួនឯងឡើងជឿលើសាសនាហើយ because ខ្ញុំពិតជាឈប់ឡើងចង់ជឿលើសាសនា because ពេលដែលខ្ញុំគិតទៅវាពិតជាសមហេតុផលប៉ុន្តែតាំងពីដើមមកតាំងពីជំនាន់ណាជំនាន់ណីមកដូនតាយើងគឺជឿលើហ្នឹងអញ្ចឹងអាចអបិយជំនឿហ្នឹងវានៅក្នុងខួរយើងហ្មងយើងអាចដកវាចេញបានភ្លាមៗទេបើយើងគិតថាខ្ញុំលែងជឿហើយក៏ប៉ុន្តែឃើញខ្មោចនៅខ្លាចដែរអញ្ចឹង like see វានៅក្នុង state យើងមកវិញ like something like យើងអាច like ខ្ញុំលែងជឿយើងនៅលែងជឿថ្ងៃស្អែកលែងជឿហ្មងហ្នឹង like ខ្ញុំនៅជឿអញ្ចឹងពេលខ្លះអ្នកហាងនិយាយរឿងខ្មោចប្រាប់ខ្ញុំមិនខ្លាចដេកអត់លក់នៅកន្លែង it's still that ហើយពេលណាឈឺពោះពេលណាយើងបាត់របស់បាត់អីនៅស្ពែដល់ព្រះយើងអូព្រះអើយ please help me or something like that you know so like យើងអាចដកអបិយជំនឿពីខ្លួនយើងបានព្រោះអបិយជំនឿគឺជាអ្វីដែលនៅក្នុងសែនយើងហ្មងយើងកាត់មកទោះបីតែមនុស្សពីដូនតាជំនាន់មុនពេលអត់មានភ្លៀងគឺសុំភ្លៀងសុំតែបដាភ្លៀងគឺមនុស្សយើងគឺ like នៅជាមួយនឹងអបិយជំនឿតាមពីកើតមកអញ្ចឹងយើងអាចថាយើងឈប់ជឿបានទេ it's like យើងនៅតែត្រូវជឿអញ្ចឹងតែពុទ្ធអត់បានបរិញ្ញាមនុស្សយើងឲ្យគិតពីរឿង like សិលចូលហូបចូលអី because ពេលដែលនិយាយដល់សាសនាព្រះពុទ្ធអ្នកនរគ្នានឹងជឿថាមានគ្រូខ្មោចគ្រូអីអញ្ចឹងសាសនាផ្សេងក៏មានដែរបែបផ្សេងតែសាសនាព្រះពុទ្ធគឺមានគ្រូខ្មោចគ្រូអីដែរតែខ្ញុំគិតថាហេបាទការមានគ្រូខ្មោចគ្រូអីហ្នឹងគឺគិតថាអបិយជំនឿច្រើនជាងហើយណាសាសនាព្រោះសាសនាយើងក៏អត់មានទេព្រះពុទ្ធគឺព្រះពុទ្ធ like ព្រះពុទ្ធគាត់បង្រៀនមនុស្សយើងឲ្យរស់នៅដោយល្អតែបើអបិយជំនឿគឺយើងគិតថាយើងធ្វើឲ្យចេះខុសគ្រូខុសអីអាហ្នឹងគិតថាហ្នឹងជាអបិយជំនឿហើយសម្រាប់ពេលសុខភាពខ្ញុំ fan គាត់ដែរប៉ុន្តែខ្ញុំស្ដាប់គាត់ច្រើនខ្ញុំពេលខ្ញុំធំឡើងគឺម៉ាក់ខ្ញុំស្ដាប់គាត់អ្នកខ្ញុំវិញខ្លួនស្ដាប់គាត់បីឥឡូវខ្ញុំស្ដាប់គាត់ដែរតែខ្ញុំស្ដាប់គាត់គឺប្រូហើយខ្ញុំអាចចូលចិត្តគាត់ maybe ខ្ញុំជា fan គាត់ I don't fucking know I don't fucking know They love you, then they switch. Yeah, they switch like faggots. anyway so ហើយបើគាត់ជឿទៅលើគ្រូសសរឯហ្នឹងហើយគាត់អត់ជឿទៅលើ bad like អ្នកខ្លះនិយាយថាគាត់កើតជំងឺ depression អ្នកខ្លះគេគាត់ទៅកើតជំងឺផ្សេងគាត់ក៏និយាយថាខ្លួនឯងមាននឹង business គាត់ឲ្យលុយទៅនឹង business អញ្ចឹងតែខ្ញុំអត់ជឿទេប៉ុន្តែខ្ញុំក៏អត់មានសិទ្ធិទៅនិយាយដែរ because that is her personal life យើងមិនអាចទៅជីកកាយស្បីតែគាត់រឿងតែសចាំងហ្នឹងដល់គាត់ឲ្យមានបញ្ហាជាមួយគ្រួសារគាត់ទៀតអញ្ចឹងខ្ញុំអត់និយាយរឿងគ្រួសារគាត់ទេខ្ញុំនិយាយរឿងគាត់មួយលើកមកឧទាហរណ៍គឺហើយមកគាត់
ពេលដែលគាត់កាត់ depression គាត់ទៅរកគ្រូហើយគ្រូនឹងអាចជួយគាត់បានមែនពេលគាត់ធ្វើអីពិតជាវាពិតជាត្រូវនឹងអ្វីដែលគាត់ត្រូវការគ្រូនឹងនិយាយគាត់ប្រាប់គាត់រឿងអីវាពិតជាត្រូវនឹងអ្វីដែលគាត់ជឿគាត់ត្រូវការពេលដែលគាត់កាត់ depression រឿងទាំងអស់ហ្នឹងគឺតាមគាត់និយាយគឺពេលដែលគាត់កាត់អីគឺលោកគ្រូនឹងអាចជួយគាត់បានមែនចឹងគឺគាត់តែងតែ reach out ទៀត because that is the only source that like អាចធ្វើឲ្យគាត់សប្បាយចិត្តបានចឹងពេលដែលចឹងពេលដែលមានរឿងចឹងពេលដែលគាត់កាត់មានបញ្ហាក្នុងផ្លូវចិត្តអីគាត់ទៅរកគ្រូនឹងគ្រូនឹងអាចជួយគាត់បានមែនចឹងគាត់ទៅរកគ្រូនឹងដែរទៀតជា work ទៀតហើយធ្វើចឹងហើយគាត់ក៏អាចក៏ជឿដែរព្រោះធម្មតាពេលដែលឧទាហរណ៍ថាបើសិនជាយើងនិយាយមួយមិត្តភក្តិយើងម្នាក់ហើយមិត្តភក្តិម្នាក់ហ្នឹងគឺអាចជួយយើងបានគ្រប់យ៉ាងចឹងយើងនឹងថតមិត្តភក្តិម្នាក់ទៀតអ្នកទាំងអស់គ្នាតែមានមិត្តភក្តិម្នាក់ដែលអាចនិយាយថាខ្ញុំអាចទៅរកគាត់បានពេលដែលខ្ញុំមានបញ្ហាគ្រប់យ៉ាងខ្ញុំអាចនិយាយគាត់បាន yes it's the same like that but មានសុខភាពគឺគាត់ maybe គាត់ can find people that អាចស្ដាប់គាត់ទៅពេលដែលគាត់ទៅរកគ្រូនឹងគ្រូនឹងជួយគាត់បានអីចឹងអូខេហើយភាគច្រើនគឺយើងអត់ជឿទៅលើបច្ចេកទេសសហការឬកាត់ depression ភាគច្រើនតែគាត់ថាខ្លួនឯងដូចតាបុយអូខេតាបុយនេះបាននិយាយដែរថា like ពេលដែលគាត់កាត់ depression គាត់គិតថាគាត់នឹងធ្វើអីខុស like មានគេស្ដាប់ពើចេះ like ពេលកាត់ depression ពេលញ៉ាំអីលេងចូលពេលដែលចាប់ដើមចេះគឺថាមនុស្សនៅស្រុកខ្មែរគាត់ថាវាប្រហែលត្រូវអំពើគេវាប្រហែលត្រូវចេះវាប្រហែលត្រូវចោះគឺអត់គិតទៅលើ like ជំងឺផ្លូវចិត្តទេជំងឺផ្លូវចិត្តគឺ like something ដែលខ្មែរយើងមើលរំលងច្រើនតែថ្ងៃមុនខ្ញុំបានឃើញមិត្តភក្តិខ្ញុំមើលវីដេអូមួយបងស្រីមួយហ្នឹងគាត់ដូចឡើងប្តី and then គ្រូcomment និយាយថាឲ្យគាត់ទៅរកបច្ចេកទេសសាស្ត្រទៅអីចឹងសារគាត់ឃើញគាត់ share គាត់អីចឹងណាស្អីគាត់ឆ្លើយមកវិញគាត់ comment reply មកវិញថាគាត់បានឈួតផងតែគាត់ត្រូវទៅបច្ចេកទេសសាស្ត្រគាត់អត់មានអីផងគាត់តែប្តីលែងហ្នឹងតែគាត់ត្រូវជឿបច្ចេកទេសសាស្ត្រគាត់មានឈួតណាចឹង like ការយល់ច្រឡំទៅលើយើងគឺបច្ចេកទេសសាស្ត្រសម្រាប់តែមនុស្សឈួតទេ you know so like even some បច្ចេកទេសសាស្ត្រ in Khmer call like ពេទ្យឈួត it's like បច្ចេកទេសសាស្ត្រ is like have it's like therapy អ្នកទាំងអស់គ្នាអាចសើចពាក្យ therapy បាន therapy គឺមិនមែនជាពេទ្យឈួតទេគឺជាអ្នកឲ្យលោកបាល់គឺជាអ្នកឲ្យដូចអ្នកកាត់ depression ជាគាត់មិនមែនឈួតទេតែគាត់មានបញ្ហាផ្លូវចិត្តមួយដែល like ត្រូវការឲ្យគេជួយដោះស្រាយ like ពេលកាត់រឿងហ្នឹងគាត់ត្រូវធ្វើមិនគាត់ត្រូវហាត់ប្រាណគាត់ត្រូវធ្វើ something that hurt នេះគាត់ត្រូវការគិតអីដែលវិជ្ជមានខ្មែរយើងបណ្ដាញហ្នឹងគឺនៅទូចមែនតើការផ្នែកហ្នឹងគឺនៅតូចមែនតើហើយគឺផ្លូវចិត្តជំងឺផ្លូវចិត្តផ្សេងៗគឺមានមនុស្សតិចដែលយល់ពីវាហើយមនុស្សពេលច្រើនអត់សូវជឿតែពេលកាត់រឿងហ្នឹងកាត់ឡើងមកគឺគាត់អត់សូវគិតថាវាជាផ្លូវចិត្តទេព្រោះផ្លូវចិត្តពេលច្រើនមនុស្សយើងគិតថាម្នាក់ហ្នឹងគឺ so perfect អញ្ចឹងពេលដែលគាត់កាត់អីចឹងមិនមែនជាគាត់ទេប្រហែលជាមានអីជក់គាត់ something I don't know ហើយ therapist អាចជួយអ្នកទាំងអស់គ្នាបានច្រើនមែនតើ therapist ដូចជាមនុស្សម្នាក់ដែលអ្នកទាំងអស់គ្នាអាចនិយាយមួយបានរហូតហើយគាត់តែងតែឲ្យ advice តែមនុស្សធម្មតាដូចខ្ញុំដូចអ្នកផ្សេងចឹងដែលជា unprofessional ដែលជាមនុស្សធម្មតាបានហ៊ានបច្ចេកទេសសាស្ត្រតែងតែ advice តែពេលខ្លះ advice ហ្នឹងគឺជា advice ខុសដូចថាជាមនុស្សខ្លះដូចពេលចឹងបាក់ចិត្តចឹងយើងយំចឹងហើយយើងឈប់យំមកអត់ប្រយោជន៍ខ្ញុំធ្វើអីមួយនោះវាអត់ប្រយោជន៍ទេតែមនុស្សខ្ញុំនិយាយចឹងថាពេលបែកគ្នាចឹងហើយអត់ប្រយោជន៍អីកុំខលវាកុំយំហើយយំដើម្បីអីចឹងតែសម្ដេចហ្នឹងក៏វាជួយដែរពេលនិយាយទៅអ្នកក៏គិតថាមែនតាអីចឹងក៏តែបើ professional advice គេនិយាយថាអូខេយើងវា move on មិនហ៊ានយំទៅយំហើយយំថ្ងៃហ្នឹងឈប់យំទៅអីចឹងថា there are whole process like ដែលយើងអត់យល់ពីវាដែលវាពិតជា professional ដែលយើងត្រូវការទៅជួប therapy ដើម្បីស្គាល់ខ្ញុំដឹងថានៅស្រុកខ្មែរ therapist អត់តនេះទេតែបច្ចេកទេសសាស្ត្រអត់តធំតលាអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាគួរតែ seek different thing like something that ដូចគ្នាកុំទៅធ្វើគ្រូដូចមានសុខភាពអញ្ចឹងគឺពេលខ្លះយើងអត់ដឹងថាការប៉ັດនឹងវាបដលឬក៏មិនតែពេលដែលគេឲ្យអីមកយើងណាពេលដែលគេថាអានឹងនឹងធ្វើយើងល្អយើងធ្វើយើងជាអីមួយយើងនឹងគិតចឹងពីខុសថៃកាន់នៅក្មេងម៉ែឲ្យយើងឲ្យឆ្នាំហើយចេះផឹកឲ្យជាអី
ហើយពេលផឹកជាមែនអញ្ចឹងខុសបាន like ឲ្យពេលចាំ like ពេលដែលគេថាផឹកជាអញ្ចឹងស៊ីអីក៏ជាផឹកអីក៏ជាដែរឯណាពេលគេថាស៊ីហើយឈឺមែនតែវាក៏ចេញមកក៏វាជាស្អាតដែរ it's like អូខេលំនាំវាតកយើងញ៉ាំទៅវានឹងត្រជាក់ខ្លួនក្តៅខ្លួននៅថែមវាត្រូវប៉ុន្តែ placebo effect that's like something that I call wait a minute placebo okay placebo effect ក៏មានអ្នក study គេ research ថាគេយកមនុស្សដែលកើតជំងឺឈឺក្បាលហ្នឹងម្នាក់យកមកដាក់មួយគ្នា and then គេឲ្យពេលដែលឈឺក្បាលគេឲ្យពួកហ្នឹងមិនមកចាហៀងញ៉ាំម្នាក់គេចែក3នាក់4នាក់អញ្ចឹង2នាក់គេឲ្យថ្នាំឈឺក្បាល2នាក់ទៀតគេឲ្យថ្នាំគ្រាប់ស្ករធម្មតាគេឲ្យលេបគេថាថ្នាំហ្នឹងគឺជាថ្នាំឈឺក្បាលហើយផ្លឹកថ្នាំបងហើយពេទ្យណាឲ្យអញ្ចឹងទីយើងមិនជឿពេទ្យឬគ្រប់គ្នាគឺជឿពេទ្យអញ្ចឹងពេលដែលអ្នកទាំងពីរនោះដែលលេបថ្នាំឈឺក្បាលគេបាត់មែន right តែអ្នកទាំងពីរដែលលេបថ្នាំស្ករនោះបាត់នឹងគេដែរដោយសារតែពេលដែលយើងនិយាយថាទៅពេលថាញ៉ាំទៅជាខួរក្បាលទទួលថាអីដែលចូលពោះនេះណាវានឹងជាអញ្ចឹងពេលញ៉ាំទៅខួរក្បាលផឹង work ដើម្បី fighting the migraine ដើម្បី fighting the ឈឺក្បាលចាកចេញអញ្ចឹង it's like that is placebo effect អញ្ចឹងខ្ញុំគិតថាអញ្ចឹងបានពេលដែលគ្រូនឹងប្រាប់ថាគាត់ like ធ្វើនេះធ្វើនោះធ្វើបានណាខ្ញុំគិតថានឹងជា placebo effect ហើយពេលថាគាត់បាក់ចិត្តគាត់ទៅហៅគ្រូនឹងថាចាឲ្យធុកមកសែនចេកសែនអីពេលសែនចេកសែនអី it's like make you feel better make you feel like អានេះខ្ញុំបានធ្វើអីតាមគ្រូនឹងអញ្ចឹង maybe my whole day will be better my like មួយអាទិត្យនឹងខែនឹងមិននឹងល្អមើលទៅ you know that it's placebo effect and I think it's really that more than anything ដូចពេលដែលយើងទៅវត្តright ឧទាហរណ៍ពេលខ្ញុំទៅវត្តពេលចាប់ពេលខ្ញុំទៅវត្តខ្ញុំមិននិយាយពីដើមថាខ្ញុំអត់សូវជឿទេក៏ប៉ុន្តែពេលខ្ញុំទៅវត្តបានដាក់ចំណីថៃឬក៏ខ្ញុំបានចំណីថៃឬក៏បានដាក់ទៀនអីចឹងគឺមានអារម្មណ៍ថាថ្ងៃនេះខ្ញុំសូវជ្រះថ្លាខ្ញុំបានធ្វើបុណ្យខ្ញុំបានធ្វើនេះធ្វើនោះដាក់បុណ្យដាក់ទៀនអញ្ចឹងថ្ងៃហ្នឹងពេញមួយថ្ងៃហ្នឹងឬក៏ពេញមួយអាទិត្យហ្នឹងខ្ញុំនឹង like ល្អទទួលបានក្តីល្អហើយ actually ពេលធ្វើចុះហើយយើងពិតជា feel good man because there is some that is placebo effect យើងគិតថាយើងធ្វើវាទៅយើងនឹងសប្បាយចិត្ត and then គូបែរគាត់ថាធ្វើហើយយើងសប្បាយចិត្តដែរអញ្ចឹងក៏ប៉ិតវាអត់ទេ like គ្រាន់តែគូបែរវាប្រឡំយើងថាអូខេអ្នកយើងធ្វើហ្នឹងហើយថាអូបើខ្ញុំបានហូបបាយពងទាចៀននេះហើយខ្ញុំនឹងសប្បាយចិត្តតែនៅពេលហូបបាយពងទាចៀនហើយខ្ញុំសប្បាយចិត្តមែនតែខួរក្បាលយើងវាដឹងថាយើងនិយាយចង់ like I don't know how to explain it អូខេ គេបានធ្វើការសិក្សាមួយដ៏គួរឲ្យចាប់អារម្មណ៍មែនទែនតាក់ទងជាមួយនឹង the placebo effect ដែលបង្ហាញថាតើខួរក្បាលយើងវាមានឥទ្ធិពលប៉ុណ្ណាដែលមានការតេស្តពិសោធន៍មួយទៅលើក្រុមមនុស្សដែលមានជំងឺឈឺក្បាលរ៉ាំរ៉ៃហើយគេបែងចែកជា2ក្រុមដែលក្រុមកគេឲ្យថ្នាំពិតដើម្បីព្យាបាលដូចធម្មតាហើយក្រុមខវិញគេឲ្យថ្នាំព្យាបាលនោះដូចគ្នាប៉ុន្តែពួកគាត់អត់ដឹងថាវាគ្រាន់ជាថ្នាំស្ករធម្មតាមួយមានរូបរាងដូចគ្នា 100% តែអត់មានជាតិថ្នាំសកម្មអីទាំងអស់ដែលគេហៅថា placebo ហ្នឹងហើយមនុស្សទាំងពីរក្រុមហ្នឹងអត់ដឹងថាតើថ្នាំណាពិតឬក៏មិនពិតទេដែលជាលទ្ធផលគួរឲ្យចាប់អារម្មណ៍គឺក្រុមទាំងពីរហ្នឹងគឺទទួលបានអាការៈធូរស្បើយល្អប្រសើរជាងមុនដូចគ្នាសូម្បីតែក្រុមខដែលប្រើប្រាស់ថ្នាំ placebo ហ្នឹងក៏ដោយតាមអត្ថបទដកស្រង់ចេញពី Harvard Medical School វិញគឺគេបាននិយាយថាវាតាក់ទងជាមួយនឹងចិត្តវិទ្យាផងហើយនឹងជីវវិទ្យារបស់យើងផងព្រោះវាខួរក្បាលនិងខ្លួនប្រាណរបស់យើងណាដល់ពេលយើងលេបថ្នាំខ្លាំងខ្លាយឬក៏ placebo តាមដែលយើងអត់ដឹងខ្លួនគឺថាវាជាថ្នាំមែនតើអញ្ចឹងខួរក្បាលរបស់យើងក៏បានផ្ញើបញ្ចេញសារធាតុគីមីល្អគួបផ្សំគ្នាទៅក្នុងខ្លួនប្រាណរបស់យើងធ្វើឲ្យអារម្មណ៍ឈឺចាប់អន់ថយនិងមានអាការៈធូរជាងមុនវារៀងចម្លែកតិចដែរដែលថាគ្រាន់តែការគិតរបស់យើង soអូខេហើយគេក៏បានដាក់និយាយដែរថា placebo effect ហ្នឹងវា work right វា work វាអាចនឹង work 50% អញ្ចឹងដែល work ទៅគ្រប់គ្នា 50% អាចនឹង work ហើយខ្លះចឹងទៅយ៉ាប់
ចឹងខ្ញុំណែនាំអ្នកនរគ្នាមិនអ្នកនរគ្នាអាចទៅបេក្ខសាស្ត្រទេអ្នកនរគ្នាវាធ្វើអីដែលអាចធ្វើឲ្យអ្នកនរគ្នាសប្បាយចិត្តពេលណាអ្នកនរគ្នាមិនចិត្តថាអ្នកនរគ្នាពលមកពីអីមួយអ្នកនរបែកសង្សារអ្នកនរគ្នាបាត់បង់មនុស្សជាទីស្រឡាញ់របស់អ្នកនរគ្នាដូចយើងអត់ដឹងដូចអ្នកនរគ្នាទៅវិបស្សនា something ខ្ញុំភ្លេចថាវិបស្សនាហ្នឹងគឺសៃនីបានទៅនឹងវិបស្សនាI don't know វិបស្សនាចឹងវា like ពេលដែលអ្នកនរគ្នាធ្វើចឹងណាខ្ញុំគិតថាអ្នកនរគ្នាតាមមុននឹងទៅគ្រូឬក៏អ្នកនរគ្នាចង់ like ធ្វើអីដែលមួយដែលគាត់ខ្លីអ្នកនរគ្នាទៅវិបស្សនាសិនវាពិតតែខ្ញុំគិតថាវាពិតជាជួយព្រោះកន្លែងណាដែលជួយ help យើងអញ្ចឹងជាក់សាអញ្ចឹងខ្ញុំគិតថាវាពិតជាជួយមែនហើយខ្ញុំសប្បាយចិត្តដែលសញ្ញាបាន share ពីអាហ្នឹងទៅក្មេងៗហើយក្មេងៗអាចមាន like មាន confidence ហើយអត់ខ្លាចទៅវិបស្សនាមិនបាច់គិតថាវិបស្សនាសម្រាប់តែមនុស្សចាស់ឬក៏សម្រាប់មនុស្សឈួតទេគឺមនុស្សធម្មតាដូចយើងហត់តែយើងស្រេះយើងមានអីបាក់ចិត្តបើយើងគិតថាអូខេវិបស្សនានឹងអាចជួយយើងបានយើងទៅធ្វើទៅវិបស្សនាឬក៏ទៅស្រោចទឹកសុំលោកស្រោចទឹកឲ្យមានអត្ថន័យអូចេះថ្លាឬក៏តាំងសមាធិរៀនសមាធិនៅផ្ទះខ្លួនឯងលេងដល់អត់ចម្រៀងសមាធិនៅផ្ទះខ្លួនឯងឬក៏ទៅហៅពេទ្យសាស្ត្រហៅមកភ័ក្រអីដែលនិយាយបានខ្ញុំពិតជាអត់ support នៅការទៅហៅគ្រូខ្មែរគ្រូអីមកដោះមកអីហ្នឹងខ្ញុំគិតថារឿងហ្នឹងអាចនឹង work សម្រាប់មនុស្សមួយចំនួនក៏ប៉ុន្តែខ្ញុំគិតថាវាពិតជាអត់ទេពិតជាយើងអត់គួរជួយអញ្ចឹងវាពិតជាខ្ញុំអត់និយាយនេះ like បើសិនជាអ្នកនរគ្នាជឿលើវា it's okay ប៉ុន្តែសម្រាប់ខ្ញុំ personally ខ្ញុំអត់ជឿរឿងអញ្ចឹងទេយើងគួរតែ like បើសិនជាឈឺទៅហៅពេទ្យទៅហើយពេលខ្លះឈឺផ្លូវចិត្តគឺទៅហៅពេទ្យអត់ជាទេ because pet cannot help you with ផ្លូវចិត្តទៅហៅពេទ្យផ្លូវចិត្តហើយបើហៅពេទ្យផ្លូវចិត្តអត់បាន I think mostly ពេទ្យផ្លូវចិត្ត is have a lot of issue like have something mentally ill is like ពេទ្យផ្លូវចិត្ត is so good ខ្ញុំ personally ខ្ញុំបាន fall ទៅខ្ញុំបានធ្លាក់ទៅ depression ប្រហែល3ខែពេលខ្ញុំI don't know when but like ពេលហ្នឹងគ្រូសាស្ត្រខ្ញុំមានបញ្ហាអញ្ចឹងខ្ញុំ like កាត់ depression for like 3ខែអញ្ចឹងវាខ្លីឯងតែhow I escape from it is like ខ្ញុំមើល YouTube ខ្ញុំមើលពី like people sharing about their experience and និយាយថារបៀបធ្វើម៉េចបើយើងអាចចេញពី depression ហ្នឹងបានហើយធ្វើម៉េចក៏យើងអាច heal get out of the depression ហើយរបៀបដែរធ្វើម៉េចឲ្យយើង healthy ឡើងវិញហើយខ្ញុំគិតថា work នៅ depression ខ្ញុំរយៈចុងក្រោយនេះគឺខ្ញុំបានផ្លាស់ប្ដូរទីលំនៅខ្ញុំមកនៅស្រុកថៃគឺ I don't know it's like ស្រុកថៃ is so healing to me it's like it's my best I love it ថៃគឺ the environment is like I don't know talking about living in Thai just make me want to like cry it's like the best place I have ever been Thai គឺ like ជួយខ្ញុំបានច្រើនមែនតើចំឯការរស់នៅទម្លាប់រស់នៅរបស់ប្រជាជនគេហើយនៅខ្មែរយើងស្រាប់ថាកំណត់មនុស្សនៅស្រុកខ្មែរមិនហើយនៅស្រុកថៃគឺខុសពីខ្មែរដែលឆ្ងាយខ្លះមែនតើខ្ញុំចូលចិត្តការរស់នៅថៃហើយ yeah and that is like របៀបដែលខ្ញុំចេញពី depression គឺខ្ញុំដូរកន្លែងនៅហ្មងគឺ like that is like the biggest ហើយ like ខ្ញុំចេញពីស្រុកខ្មែរគឺខ្ញុំអត់បាន sad ទេខ្ញុំអត់ sad សោះ because ស្រុកខ្មែរ is so depressing you know how it goes like ហើយពេលខ្ញុំ love គឺខ្ញុំពិតជាសប្បាយចិត្តមែនតើខ្ញុំបាន like ចេញពីខ្មែរ and like having fun ហើយហៅលុយខ្លួនឯងហើយហ៊ានហើយអីជួយខ្លះមែនតើខ្ញុំពិតជាស្រឡាញ់ជីវិតខ្លួនឯងឥឡូវហ្នឹង and by the way ខ្ញុំមានតែប៉ុណ្្នឹងនិយាយទេខ្ញុំដឹងថាខ្ញុំនិយាយបានអត់ព្រោះខ្ញុំនេះវីដេអូមកដំបូងហើយខ្ញុំក៏បាន say script ខ្លះប៉ុន្តែខ្ញុំការនិយាយរបស់ខ្ញុំគឺនៅមានការសើច and also all of these I research the placebo effect ខ្ញុំបាន research yup Mr. Sophia I did not research I just ខ្ញុំហត់លើសូគេនិយាយand then ខ្ញុំ like okay មកផាក់ខ្ញុំ actually like always មើលគាត់ចឹងតែខ្ញុំដឹងពីរឿងគាត់ច្រើនដូចគ្នាខ្ញុំបង្កើត channel ក៏ YouTube បង្កើតវីដេអូទាំងអស់នេះគឺដើម្បីសងលុយទៅលេងជប៉ុនយ៉ាប់
អញ្ចឹងបាទអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាចង់ជួយក្មេងប្រុសតូចខ្ទើយទៅលេងជប៉ុនសូមចុច subscribe like share comment តែស្អីគ្រប់យ៉ាងហ្នឹងធ្វើទៅអស់លុយទេហើយវា only take 1 minute Thank you everybody for watching this video ហើយខ្ញុំនឹង maybe upload អឺមួយទិតម្ដងឬក៏ពីរទិតម្ដង I don't know ហើយបើអ្នកនរគ្នាមានtopic អញ្ចឹងខ្ញុំនិយាយឬក៏សំណួរចង់ខ្ញុំឆ្លើយឬក៏ anything comment down below ខ្ញុំនឹងឆ្លើយហើយខ្ញុំនឹងបើមាន video idea also comment down below I will also see it បើសិនជាវាល្អខ្ញុំនឹងធ្វើវីដេអូតាម topic អ្នកនរគ្នា request អូខេអរគុណអ្នកនរគ្នា